សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងបន្តភាគទី10របស់យើងទៀតតែមនុស្សចូលសាយរឿងរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាម្យ៉ាងវិញទៀតប្រសិនបើបងអូននៅចង់ pay ឬក៏ចង់ប៉ាកាហ្វេ admin អីអាច scan តាមចូល account នេះបានណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងយើងតែម្ដងទៅយើងក៏បានឃើញថាលោកពូសឹមគេរបស់យើងក៏ប៉ុន្តែសើបក្តីតាក់ទងនឹងករណីឃាតកម្មអំពីអ្នកគ្រូស្រីម្នាក់ហើយនិងមិត្តភ័ក្តិរបស់អូអ៊ីនសូបកានៅវិទ្យាល័យតទៅមកទៀតតែយើងដឹងថាពួកគាត់នឹងស្លាប់ដោយសារអ្វីលោកពូសឹមគេយើងក៏បាននិយាយថាបងស្រីរបស់គាត់ស្លាប់ដោយសារការបញ្ចប់ជីវិតដោយខ្លួនឯងមិត្តរួមថ្នាក់នៅក្នុងសាកលវិទ្យាល័យបានស្លាប់ដោយសារបញ្ចប់ជីវិតដោយខ្លួនឯងគ្រូបន្ទប់ថ្នាក់ការនៅវិទ្យាល័យរបស់គាត់ក៏បានស្លាប់ដោយការបញ្ចប់ជីវិតខ្លួនឯងផងដែរបន្ទាប់មកអតិថិជនចុងគឿនផាក់ហើយនិងហាន់ថេចុងក៏បានស្លាប់ដោយការបញ្ចប់ជីវិតខ្លួនឯងផងដែរលោកពូជីញញចាប់ផ្ដើមជិះក្បាលហើយបញ្ចប់ជីវិតខ្លួនឯងបញ្ចប់ជីវិតខ្លួនឯងខ្ញុំបានទៅអំពីវាច្រើនដល់ខ្លាំងណាស់រហូតដល់ពាក្យនេះចាប់ផ្ដើមបាត់បង់អត្ថន័យសម្រាប់ខ្ញុំលោកពូសឹមគេយើងបាននិយាយតាំងជ្រួយចិញ្ចាំថាខ្ញុំបានសន្មតឲ្យថាគាត់បានសម្លាប់ពួកគេអញ្ចឹងមូលហេតុអ្វីពីព្រោះដោយសារតែពួកគេដើររឿងសង្កេតគាត់ច្រើនពេកមែនទេនោះមានន័យថាយ៉ាងហើយណាមានមនុស្ស5នាក់ដែលបានរកឃើញអាកំបាំងរបស់គាត់វាមើលទៅមិនប្រុងប្រយ័ត្នពេកទេសម្រាប់ឃាតករម្នាក់ដែលអាចសម្រាប់មនុស្សជាច្រើននាក់ដោយមិនបានអសល់បានអ្វីមួយឡើយពូជីញញដោយ stress ពេកគាត់ក៏បានងើបចេញពីកៅអីដើម្បីបង្វិលកៅអីនោះយកព្រមសន្មតថាខ្ញុំគឺជាជនក្រិនម្នាក់ហើយឥឡូវនេះខ្ញុំនឹងមើលពិភពលោកតាមទស្សនៈរបស់អក្រិតជនលីមនោះលោកពូជីញញក៏បាននឹកឃើញរឿងអ្វីមួយគាត់ក៏បានឈប់ហើយគាត់ក៏បានទូទាយតើអ៊ីនសូគាត់ទទួលបានអ្វីមួយបន្ទាប់ពីការសម្លាប់ពួកគេលីមនោះគាត់ក៏បានចាប់អារម្មណ៍ថាទទួលបានអ្វីមួយមែនទេបន្ទាប់ពីលោកពូជីញញបានដឹងរឿងនឹងហើយយើងក៏បានកាត់ឃើញអូអ៊ីនសូគាត់កំពុងតែមើលថែអ្នកគ្រូគីចុងយើងហើយកំពុងឈឺសម្រាកតាមទឹកភ្នែកដោយសារនាងអន់ចិត្តការពិភាក្សា6យើងបានបញ្ចប់ត្រឹមថាអ៊ីនសូបាននិយាយអ្វីមួយទៅកាន់ទូស្រីហើយទូស្រីបាននិយាយប្រាប់ទៅកាន់ទូប្រុសថាខ្ញុំគ្រាន់តែជាអតិថិជនម្នាក់ប៉ុណ្ណោះសម្រាប់លោកប៉ុន្តែទូប្រុសបានបដិសេធទៅកាន់នាងថាទេមិនមែនអញ្ចឹងទេនេះមានន័យលើសពីនោះសម្រាប់ខ្ញុំកន្លែងនេះទូស្រីគេឡើងខ្ជុលហ្មងមាត់គេឡើងកជុកយើងមកមើលខ្លួនសម្បត្តិរបស់ទូស្រីដែលនាងកំពុងតែគេភ្លាមនោះនាងក៏បានក្រោកឡើងដោយសារតែនាងបានចាប់អារម្មណ៍ទៅកាន់អ្វីមួយដែលមើលមកកាន់នាងហើយទាំងនោះគឺជាកណ្ដូលដ៏ធំមួយហើយវាបានសម្លឹងមកកាន់នាងដែលបណ្ដោយឲ្យនាងមានការតស្លូនឹងបាត់ភ័យណាស់ហើយភ្លាមនោះនាងក៏បានក្រោកទាំងភ័យស្រន់ស្រោហើយអ៊ីនសូក៏បានសួរថាតើនាងភ្ញាក់ហើយមែនទេនាងក៏បានសួរគាត់ថាមកប្រហែលហើយគាត់បាត់សភៅហើយក៏បានឆ្លើយថាវាមកជិត10យប់ហើយឲ្យខ្ញុំសំទោសផងដែលខ្ញុំមកឲ្យលោកនៅទីនេះយូរវាគឺមិនន័យទេដោយសារតែខ្ញុំមានគម្រោងទៅកន្លែងណាមួយនៅយប់នេះគីចុះបានមើលទៅកាន់អ៊ីនសូទាំងឆ្ងល់ដោយសារតែអ៊ីនសូគាត់កំពុងតែដោះស្រោមដៃរបស់គាត់សំបីតែដោះស្រោមដៃក៏សិចស៊ីដែរណអ៊ីនសូគាត់ក៏បានយកដៃដល់ទទេរបស់គាត់ដើម្បីស្ទាបរបស់នាងដែលបណ្ដោយនេះមានការអៀនទៅកាន់គាត់ទង្វើតិចតួចប៉ុន្តែធ្វើឲ្យម្នាក់ដែលនៅក្បែរនោះគឺមានមកក្រហមហើយពួកប្រុសបន្ទាប់ពីស្ទាបថ្ងាសរបស់នាងហើយគាត់ក៏បានដកដៃរបស់គាត់ចេញហើយគាត់ក៏បាននិយាយថានាងនៅតែក្តៅខ្លួននៅឡើយទេអ្នកនាងគួរតែទៅជួបគ្រូពេទ្យណាគាត់ក៏បានពាក់ស្រោមដៃរបស់គាត់វិញនាងបានតបទៅកាន់គាត់ទាំងមកក្រហមដដែលទៅថាយកប្រុសខ្ញុំនឹងទៅជួបណាពួកប្រុសបន្ទាប់ពីលើបែបហ្នឹងគាត់ក៏បានចាប់អារម្មណ៍ដែរថានាងកំពុងតែអៀនគាត់ប៉ុន្តែគាត់នៅតែរក្សាទឹកមុខនឹងថឹងដដែលនិយាយពីថាសំអឿនខ្លាំងណាស់តួប្រុសក៏បានសួរទៅកាន់ទូស្រីថាតើនេះចង់ឲ្យខ្ញុំជូនទៅដែរតែបន្ទាប់មកតួប្រុសក៏បានជូននាងមកដល់ទីគាត់ក៏បានបើកទ្វារឡើងដើម្បីឲ្យនាងចាក់ចេញហើយនាងក៏បានអរគុណគាត់អរគុណលោកហើយណាតួប្រុសគាត់ក៏បានប្រាប់ទៅកាន់នាងទៅថានាងមិនជាបាច់អរគុណខ្ញុំគ្រប់ពេលវេលានោះទេហើយនាងក៏បានសួរទាំងឆ្ងល់ទៅថាហេតុអីអ៊ីនសូគាត់ក៏បានតបដោយសារតែខ្ញុំចង់ធ្វើវានិយាយពីថារបស់នឹងគាត់និយាយមួយម៉ាត់ណាក៏ធ្វើឲ្យអ្នកគ្រូរបស់យើងអៀនដែរនិយាយចេះយកអារម្មណ៍ពីអ្នកគ្រូរបស់យើងនោះទេគ្នាអៀននឹងដូចផ្លែពេញប៉ោះហើយតួស្រីដោយសារអៀនតួប្រុសខ្លាំងពេកនេះក៏បាននិយាយយ៉ាងរដារដូអរគុណលោកហើយខ្ញុំមានន័យថាជួបលោកនៅពេលក្រោយណាតួប្រុសគាត់ក៏បានសំឡឹងមើលទៅកាន់នាងរត់ចាក់ចែងពីគាត់ហើយទឹកមុខឈាមត្រជាក់គាត់ក៏បានសម័យពីរឿងអតីតកាលយើងមកមើលពីមូលហេតុដែលគាត់បានសម្លាប់មនុស្សគ្រប់គ្នាដែរពូសង្កេតជីងយើងនឹងកំពុងតែឆ្ងល់អញ្ចឹងហើយយើងមិនដឹងហេតុផលរឿងករណីហ្នឹងទៅណោះយើងក៏បានឃើញផងដែរថាអ៊ីនសូកាពីនៅក្មេងហ្នឹងកំពុងតែស្ថិតនៅក្នុងថ្នាក់របស់គាត់កំពុងស្ដាប់អ្នកគ្រូបន្ទប់ថ្នាក់របស់គាត់កំពុងតែនិយាយអ្នកគ្រូបន្ទប់ថ្នាក់របស់អ៊ីនសូគាត់ក៏បានប្រាប់ទៅកាន់កូនសិស្សរបស់គាត់ទៅថាតើពួកឯងដឹងថាអ្នកគ្រូកំពុងតែទទួលការរៀបការសិស្សនៅក្នុងថ្នាក់ហ្នឹងនៅលើបែបហ្នឹងពួកគេក៏បានអបអរសាទរទៅកាន់អ្នកគ្រូចំណែកអ៊ីនសូវិញគាត់មិនបានខ្វល់ពីរឿងហ្នឹងទេគាត់ក៏បានអង្គុយសម្លឹងទៅកាន់ចិញ្ចៀនរបស់អ្នកគ្រូវិញដោយបើកភ្នែកធំតមកគាត់ក៏បាននិយាយថាខ្ញុំចង់បានវាអ្នកទាំងអស់គ្នាមានបានចាស់អារម្មណ៍សម្ដីរបស់គាត់អត់គាត់គឺដូចការពីគាត់នៅជាមួយនឹងបងស្រីរបស់គាត់នៅពេលដែលគាត់បានសម្លឹងទៅកាន់របស់វ័យមួយគាត់គឺចង់បានរបស់ហ្នឹងនៅពេលដែលគាត់ចង់បានរបស់ហ្នឹងគាត់ក៏បានធ្វើការសម្រាប់បងស្រីរបស់គាត់អ៊ីនសូគាត់ក៏បានសម្លឹងទៅកាន់អ្នកគ្រូហ្នឹងឡើងយូរដោយចាត់ទុកគាត់ដូចជាដង្កូវប៉ារ៉ាស៊ីតមួយអញ្ចឹងអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់នៅពេលដែលគាត់សម្លឹងទៅកាន់នរណាម្នាក់ដូចជាដង្កូវបែបនេះគាត់តែងតែធ្វើត្រាតាមលំនាំសភៅរបស់បងស្រីរបស់គាត់ដែលបានកត់ត្រាទុកហ្នឹងឯងបន្ទាប់ពីគាត់សម្លឹងបែបហ្នឹងហើយគាត់ក៏បានធ្វើការសម្រាប់អ្នកគ្រូហ្នឹងហើយក៏បាន
បោះគាត់ចូលទៅក្នុងថងមានអ្នកដឹងថានឹងគេហៅថងអីគេទេអញ្ចឹងឲ្យមានហៅថាថងទឹកអ៊ីនសូគាត់ក៏បានសំឡឹងមើលទៅកាន់អ្នកគ្រូបន្ទប់ថ្នាក់នឹងដល់គាត់កំពុងតែស្លាប់នឹងដល់ឈាមត្រជាបញ្ជាក់មានភ្លេចប្រាប់ថាអ៊ីនសូនឹងគាត់បានសម្រាប់អ្នកគ្រូនឹងបោះចូលទៅក្នុងថងទឹកនឹងនៅលើដំបូលសាលារៀនតពីគាត់ធ្វើរឿងនឹងហើយគាត់ក៏បានចាប់ពីលើថងទឹកនឹងឯងនិយាយពីថាអ៊ីនសូនឹងគាត់ដាច់ចិត្តខ្លាំងណាស់យើងកាត់មកចូលក្នុងផ្នែកមួយទៀតអេមានដឹងថានឹងគេហៅអីគេទេហើយមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយទៅកាន់អ៊ីនសូថានឹងលយអត់វាគឺជារបស់ប៉ារបស់ខ្ញុំតួប្រាប់បន្ទាប់ពីលើបែបហ្នឹងគាត់ក៏បានមើលទៅកាន់មិត្តភ័ក្តិរបស់គាត់ប៉ុន្តែជារូបរាងសត្វដង្កូវហើយមិត្តភ័ក្តិគាត់ក៏បានប្រាប់ទៅកាន់អ៊ីនសូថាខ្ញុំមិនចេះលេងវាទេតែខ្ញុំនៅតែរក្សាវាទុកដដែលពីព្រោះវាធ្វើឲ្យខ្ញុំនឹកដល់គាត់តួប្រាប់បន្ទាប់ពីលើបែបហ្នឹងមិនដឹងថាគាត់ក៏ស្អីទេនៅក្នុងគូក្បាលរបស់គាត់ក៏បានចាប់មិត្តភ័ក្តិរបស់គាត់ដាក់ចូលក្នុងឡានហើយមិត្តភ័ក្តិរបស់តួប្រាប់ក៏បានភ្ញាក់ឡើងវិញដោយសារតែតួប្រាប់បានធ្វើឲ្យគាត់សម្លាប់ហើយនៅពេលដែលគាត់ដឹងខ្លួនឡើងវិញគាត់ក៏បានឆ្ងល់ដែរហើយអ្វីបានជាគាត់នៅក្នុងឡានបែបនេះហើយមិត្តភ័ក្តិរបស់តួប្រាប់មានការតក់ស្លុតជាខ្លាំងដោយសារតែឡានគាត់ចិត្តធ្លាក់ចូលក្នុងទន្លេហើយយើងក៏បានឃើញផងដែរថាអ៊ីនសូក៏បាននៅក្បែរនឹងផងដែរគាត់បានដើរចាក់ចេញយ៉ាងអឹងហើយដែលមិនបានខ្វល់ពីមិត្តភ័ក្តិរបស់គាត់ដែលបានស្លាប់នៅក្នុងឡាននោះទេលោកបងអ៊ីនសូបងពិតជាសាហាវខ្លាំងណាស់ប្រហែលជាគាត់កើតមកដើម្បីតែចង់សម្លាប់មនុស្សហើយយើងចូលផ្នែកមួយទៀតយើងក៏បានឃើញអ៊ំចាស់ម្នាក់គាត់ក៏បាននិយាយទៅកាន់អ៊ីនសូថាគួរឲ្យអស់សំណើចពីគុណប្រុសរបស់ខ្ញុំគឺគេបានប្រកល់ឌីកេនេះមកកាន់ខ្ញុំហើយអ៊ីនសូគាត់ក៏បានកលេចមើលទៅកាន់ឌីកេនឹងផងដែរមិនដឹងថាប្រុសនឹងគាត់មានគម្រោងអីទៀតទេហើយអ៊ំចាស់នឹងនៅតែបន្តប្រាប់ទៅកាន់អ៊ីនសូថាប៉ុន្តែគាត់តែងតែប្រាប់មកកាន់ខ្ញុំឲ្យឈប់ជួបបារីប៉ុន្តែវាគឺពិបាកខ្លាំងណាស់សូមបន្ទាប់ពីលឺបែបហ្នឹងកុំឲ្យអ៊ំនឹងពិបាកខ្លាំងពេកគាត់ក៏បានរុញអ៊ំនឹងទម្លាក់ពីលើអាគារហើយក៏បានស្លាប់ទៅយើងក៏បានចូលទៅកាន់ផ្នែកមួយទៀតនៃចុងបញ្ចប់ម្នាក់ហ្នឹងគឺជាហានថេចុងគាត់ក៏បាននិយាយទៅកាន់អ៊ីនសូថាហានឹងហើយវាគឺពិបាកខ្លាំងណាស់ខ្ញុំជួបរឿងលំបាកជាច្រើនប៉ុន្តែខ្ញុំនៅតែមានកូនរបស់ខ្ញុំអ៊ីនសូគាត់មិនបានខ្វល់ពីហានថេចុងកំពុងតែនិយាយនោះទេគាត់កំពុងតែសម្លឹងទៅកាន់នាឡិការបស់ហានថេចុងហើយការស្លាប់របស់ហានថេចុងគឺដោយការពីដើមភៀងចឹងគាត់គឺបានចងកហើយអ៊ីនសូគឺជាអ្នកសម្លាប់គាត់យើងក៏បាននៅពីសមាជិកពិតរបស់អូអ៊ីនសូផងដែរគាត់គឺជា serial killer ហើយគឺជា head ផលមួយដែលគាត់តែងតែមានទាំងមុខត្រជាគ្រប់ពេលវេលាគាត់ក៏ជាមនុស្សដែលមិនខ្វល់ពីរឿងស្នេហាអីនោះទេតែប្រសិនបើគាត់ស្រឡាញ់នរណាម្នាក់នោះមិនមែនជាស្នេហាប៉ាត់អីនោះទេគាត់គ្រាន់តែចាត់ទុកម្នាក់នោះត្រឹមតែជាវត្ថុអ្វីមួយតែប៉ុណ្ណោះព្រោះទង្វើដែលគាត់បានធ្វើល្អទៅកាន់អ្នកគ្រូចង់វាមិនមែនមានន័យថាគាត់ស្រឡាញ់អ្នកនោះទេគ្រាន់តែជាអារម្មណ៍មួយដែលចង់បានរបស់នោះដាក់មកក្បែរខ្លួនហើយចង់ប្រើប្រាស់ម្នាក់នោះហើយអារម្មណ៍គាត់ចំពោះតួស្រីអេមីនក៏មិនប្រកបដែរអេមីនចង់ប្រាប់អីនោះទេវាបែបស្នេហាមិនចង់ស្នេហាអីចឹងពីភាគមួយដល់ភាគនេះអេមីនចាប់អារម្មណ៍ថាតួប្រមាណចាត់ទុកនេះដូចជាពន្លឺមួយអញ្ចឹងមើលទៅអេមីនប្រហែលជានិយាយច្រើនពេកហើយអញ្ចឹងយើងចូលសាច់រឿងយើងតយើងក៏បានឃើញនៅក្នុងផ្ទះមួយកន្លែងផ្ទះទាំងនោះគឺជាផ្ទះរបស់អ៊ីនសូហើយគាត់កំពុងតែងុយទឹកនោះហើយជាមូលហេតុដែលគាត់ប្រាប់ទៅកាន់តួស្រីថាគាត់មានការរវល់បាទសុភាពបរិបរបស់យើងគាត់រវល់មកងុយទឹកសោះហើយសិតតែសាច់ដុំមកគាត់ងុយទឹកមិនណាមិនដឹងថាក្នុងចិត្តរបស់គាត់កំពុងតែកើតអ្វីនោះទេគេក៏បានបង្ហាញពីជ្រុងទៅម្ខាងនៃនីលកាផងដែរបន្ទាប់មកគាត់ក៏បានដើរចាក់ចេញពីបន្ទប់ទឹកហើយគាត់ថែមទាំងឆ្លៀតប៉ះទៅកាន់នីលការបស់ហានថេចុងហើយក៏គេបង្ហាញពីវត្ថុផ្សេងផងដែរហើយគាត់ក៏បានដើរទៅអង្គុយលើសន្លងហើយថែមទាំងអង្គុយមើលទៅកាន់ពួកគេពីគាត់សម្លឹងវត្ថុទាំងនោះដល់ឆ្អែតឆ្អន់ហើយគាត់ក៏បានយកទូរស័ព្ទរបស់គាត់យកមកមើលមូលហេតុដែលគាត់យកទូរស័ព្ទរបស់គាត់យកមកមើលដោយសារតែគាត់បានលួចថតទៅកាន់អ្នកគ្រូគីចុងដែលកំពុងតែឈោហាភ្លៀងកាលពីដើមភីហើយនៅពេលវេលានោះគាត់បានចែករំទៅកាន់នាងដោយសារតែគាត់បានឃើញទៅកាន់នាងបានយំយ៉ាងគួរឲ្យអាណិតហើយនៅពេលនោះគាត់បាននិយាយពាក្យមួយឃ្លាថានាងមើលទៅគួរឲ្យចាប់រងខ្លាំងណាស់ប្រះបន្ទាប់ពីមើលរូបភាពទូស្រីរួចគាត់ក៏បាននិយាយតាមស្នាមញញឹមរូបចិត្តថាហើយយ៉ាវ៉ាវនាងមើលទៅពិតជាស្រស់ស្អាតនិងភ្លឺចែងចាំងមែនទែនបងសុភាពបរិសុទ្ធរបស់យើងពិតជារកចិត្តខ្លាំងណាស់លួចថតកូនកំមុំគេដោយគ្មានការអនុញ្ញាតបែបនេះវាគឺជាការខុសច្បាប់ដឹងអន់លោកបងមេធាវីយ៉ាងវិញទីលោកបងនឹងខ្វះអីថតគេចាំពេលគេកំពុងតែដេកឈឺមកក្រហមនឹងឯងមិនដឹងថាថតហើយកំពុងយកធ្វើអីគេទេប្រសិនបើទូស្រីឃើញបែបនេះមិនដឹងគាត់តក់ស្លុតប៉ុណ្ណានោះទេតែរឿងរបស់យើងក៏បានចោះតែត្រឹមនេះរងចាំដល់ពេលក្រោយណាបាយបាយអ្នកទាំងអស់គ្នា